សូមស្វាគមន៍មកកាន់ការពិនិត្យមើលស៊ីជម្រៅអំពីអាវុធដ៏ទំនើបបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិនោះគឺយន្តហោះទម្លាក់គ្រាប់បែកបំបង្កាយ B-21 Raider នៅក្នុងពិភពលោកដែលបច្ចេកវិទ្យាការពារអាកាសកាន់តែរីកចម្រើនសហរដ្ឋអាមេរិកបានចំណាយពេលរាប់សតវត្សដើម្បីបង្កើតយន្តហោះដែលអាចជ្រាបចូលនៅក្នុងដែនអាកាសសត្រូវដោយមិនមានណាម្នាក់ដឹងខ្លួនឡើយ B-21 មិនមែនគ្រាន់តែជាការវិវត្តពី B-2 Spirit នោះទេប៉ុន្តែវាក៏បានផ្លាស់ប្ដូរទាំងស្រុងនៅរបៀបដែលសង្គ្រាមនៅលើអាកាសបានធ្វើឡើងវាត្រូវបានដាក់ឈ្មោះតាម Doolittle Raider ដែលជាក្រុមអ្នកវាយឆ្មក់ដ៏ក្លាហាននៅក្នុងសង្គ្រាមលោកលើកទី2ហើយសប្តាហ៍ថ្ងៃនេះវាត្រូវបានគេស្គាល់ថាជាយន្តហោះចំនួនទី6ដំបូងគេបង្អស់របស់ពិភពលោកដែលត្រូវបានរចនាឡើងដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនាពេលអនាគតអ្វីដែលធ្វើឲ្យ B-21 Raider คล้ายទៅជាបិសាចដែលមើលមិនឃើញគឺជាការរចនារូបរាងស្លាបហោះ Flying Wing ដ៏អស្ចារ្យរបស់វាផ្ទៃខាងក្រៅត្រូវបានគ្របដណ្ដប់ដោយសមាសធាតុសម្ភារៈពិសេសដែលស្រូបយកទម្រង់រលកធាតុអាកាស Radar Absorbent Material ដែលធ្វើឲ្យវាមើលទៅតូចដូចបក្សីមួយក្បាលនៅលើអាកាសអេក្រង់ Radar របស់សត្រូវបច្ចេកវិទ្យានេះត្រូវបានធ្វើឲ្យប្រសើរឡើងយ៉ាងខ្លាំងបើធៀបទៅនឹងយន្តហោះចំនួនមុនមិនត្រឹមតែការកាត់បន្ថយចំណុចសញ្ញារបស់ radar ប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងកាត់បន្ថយកម្ដៅ head signature និងសំឡេងទៀតផងវិស្វកររបស់ក្រុមហ៊ុន Northrop Grumman បានប្រើប្រាស់ប្រព័ន្ធ Digital Design ដ៏ស្មុគស្មាញដើម្បីប្រកាសថាគ្រប់ជ្រុងនៃយន្តហោះនេះអាចគេចផុតពីការតាមដានក្នុងស្ថានភាពសង្គ្រាមដ៏គ្រោះថ្នាក់បំផុតលើពីសមត្ថភាពបំបង្កាយ B-21 គឺជាមជ្ឈមណ្ឌលទិន្នន័យដ៏មានឥទ្ធិពលនៅលើមេឃវាប្រើប្រាស់ស្ថាបត្យកម្មប្រព័ន្ធបើកចំហ Open Architecture ដែលអនុញ្ញាតឲ្យមានការធ្វើបច្ចុប្បន្នភាពក្នុងកម្មវិធីបានយ៉ាងរហ័សដើម្បីប្រឆាំងនឹងបច្ចេកវិទ្យាថ្មីៗយន្តហោះនេះអាចដឹកជញ្ជូនបានទាំងអាវុធធម្មតានិងអាវុធ Nuclear ជាមួយនឹងភាពជាក់លាក់ខ្ពស់បំផុតអ្វីដែលកាន់តែពិសេសនោះគឺវាអាចប្រតិបត្តិការបានទាំងមានអ្នកបើកបរនិងគ្មានអ្នកបើកបរ Optionally Men ដែលផ្ដល់នូវភាពបត់បែនមិនធ្លាប់មានសម្រាប់មេបញ្ជាការយោធាវាអាចហោះហើរបានចម្ងាយឆ្ងាយបំផុតជុំវិញពិភពលោកដោយមានការចាក់សាំងនៅលើអាកាសដើម្បីកំទេចគោលដៅយុទ្ធសាស្ត្រនៅគ្រប់ទីកន្លែងក្នុងរយៈពេលដ៏ខ្លីការដាក់ឲ្យដំណើរការ B-21 Raider គឺជាសញ្ញាព្រមានមួយទៅកាន់ពិភពលោកអំពីឧត្តមភាពខាងឱកាសរបស់សហរដ្ឋអាមេរិកវាមិនមែនគ្រាន់តែជាម៉ាស៊ីនសង្គ្រាមប៉ុណ្ណោះទេប៉ុន្តែវាគឺជាឧបករណ៍ទប់ស្កាត់ដ៏សំខាន់សម្រាប់ការពារស្ថិរភាពពិភពលោកនិងការធានាដល់សម្ព័ន្ធមិត្តជាមួយនឹងតម្លៃផលិតដ៏មហាសាលនិងការថែទាំដែលត្រូវការបច្ចេកវិទ្យាខ្ពស់ B-21 នឹងក្លាយទៅជាឆ្អឹងខ្នងនៃកងទ័ពអាកាសសហរដ្ឋអាមេរិកក្នុងរយៈពេលជាច្រើនទសវត្សរ៍ទៅមុខទៀតនៅពេលដែលវាចាប់ផ្ដើមចូលបម្រើការងារជាផ្លូវការវានឹងកំណត់និយមន័យថ្មីនៃអំណាចយោធានិងការត្រួតពិនិត្យលំហអាកាសសរុបមក B-21 Raider គឺជាលទ្ធផលនៃវិទ្យាសាស្ត្រការស្រមើស្រមៃនិងការបដិញ្ញាចិត្តដើម្បីការពារសន្តិសុខនៅក្នុងយុគសម័យ Digital